die with zero មានន័យថាស្លាប់ទៅជាមួយនឹង zero សភៅមួយនេះប្លែកមែនតើខុសពីសភៅមុនដែលខ្ញុំបានអានទាំងអស់ទ្រឹស្ដីរបស់គេមែនតើទៅខុសពីអ្វីដែលយើងបានរៀនតាំងពីទូចមកដើម្បីឲ្យដឹងថាប្លែកមិនខ្ញុំលើកឧទាហរណ៍ពីរឿងនិទានមួយសម្ោចហើយនឹងរីសម្ោចតំណាងឲ្យមនុស្សដែលចេះធ្វើការសំទុកសម្រាប់ថ្ងៃអនាគតដល់ឡែករីតំណាងឲ្យមនុស្សដែលគិតតែពីសុបាយហឺហាហើយដល់ពេលជួបគ្រោះអាសន្នអត់មានលុយទេអញ្ចឹងគឺត្រូវពឹងពាក់គេសុំគេឬខ្ចីបុលគេអញ្ចឹងទៅដល់ឡែក point of view របស់សភៅនេះវិញគាត់មានទ្រឹស្ដីមួយគាត់ថាបើសិនជាធ្វើដូចសម្ោចអ្វីដែលល្អបានន័យថាយើងមានលុយសល់ច្រើនសម្រាប់ថ្ងៃអនាគតហ្នឹងត្រឹមត្រូវហើយប៉ុន្តែជីវិតរបស់យើងតើវាមានន័យប៉ុណ្ណាហើយបើសិនជាយើងធ្វើដូចសម្ោចអញ្ចឹងដល់ពេលយើងសល់លុយច្រើននៅពេលថ្ងៃអនាគតទៅស្រាប់តែថ្ងៃមួយយើងដល់អាយុ50ឬ60ហើយសល់លុយច្រើនចង់ដើរលេងជុំវិញពិភពលោកដើរអត់បានហេតុអីបានដើរអត់បានគឺបញ្ហាសុខភាពឈឺជង្គង់ឈឺចង្កេះហ្នឹងហើយអញ្ចឹងគាត់ថាធ្វើដូចសម្ោចមានផលលំបាកដែរមិនមែនអត់ទេមានផលលំបាកធំទៀតចុងក្រោយទៅលុយសល់វល់លៀនអាយុច្រើនស្លាប់ទៅអញ្ចឹងលុយហ្នឹងយកទៅណាទៀតយកទៅអត់បានទេក៏ប៉ុន្តែសភៅក៏បាននិយាយដែរថាបើសិនជាយើងម្នាក់ធ្វើដូចរីអាហ្នឹងយើងដឹងទាំងអស់គ្នាហើយថាវាមិនអាចត្រូវទេដល់ថ្ងៃណាមួយចាយអស់លុយលេងដល់ពេលមានកូនដល់ពេលកូនឈឺដល់ពេលកូនត្រូវចូលរៀនសាលាថ្លៃខ្លះអត់មានលុយបង់ឲ្យកូននៅក្នុងសភៅ Die with Zero ហ្នឹងតែម្ដងខ្ញុំសរុបទៅទ្រឹស្ដីរបស់គេគឺមាន3ទី1តើរកលុយមិនហើយចាយមិនដើម្បីឲ្យយើងអស់លុយហ្មងនៅពេលដែលយើងស្លាប់ទៅទី2តើយើងប្រើលុយមិនដើម្បីជាជំនួយជីវិតយើងដើម្បីឲ្យជីវិតយើងពិតជាមានន័យបបោហ្មងហើយទី3តើយើងគួរតែប្រើលុយប៉ុណ្ណាហើយប្រើនៅពេលណាដើម្បីឲ្យយើងមាន life experience ពេញបបោនៅពេលដែលយើងនៅក្មេងនៅឡើយហើយសភៅនេះគឺសម្រាប់អ្នកណាគួរអានយោបល់របស់ខ្ញុំផ្ទាល់តែម្ដងអ្នកដែលគួរអានសភៅនេះគឺគួរតែមានវ័យចាប់ពី30ឆ្នាំឡើងហើយមានចំណូលមានអាជីពមានរបរស៊ីអីត្រឹមត្រូវលែងខ្វះមុខខ្វះក្រោយវាឲ្យជាយោបល់របស់យើងនៅក្នុងការធ្វើឲ្យជីវិតរបស់យើងមានន័យណាភាសាយើងឥឡូវថាសាកថ្មហ្នឹងហើយកាត់បន្ថយ stress ដែរយើងដឹងថាយើងត្រូវប្រើលុយមិនដែលជាធនធានយកមកជួយជីវិតយើងឲ្យបបោកុំឲ្យលុយคล้ายទៅជាអន្ទាក់ដាក់យើងជាប់បើសិនជាខ្ញុំដាក់បន្ទុកខ្ញុំឲ្យ3កន្លះលើ5តែហេតុអីបានអត់បាន5លើ5ដោយសារតែសភៅនេះដូចជាសរសេរទៅកន្លែងខ្លះគាត់ទាញវែងពេកពីព្រោះគាត់អត់មានសរុបឲ្យនៅខាងចុងនៃវគ្គនីមួយទេអញ្ចឹងគឺសភៅនេះទៅរហូតហ្មងខ្ញុំធីរិតដឹកនាំក្រុមហ៊ុន Plus Medi Pharma ដែលជាក្រុមហ៊ុនបរិក្ខារពេទ្យ background របស់ខ្ញុំគឺ engineer ទេចេញពី Techno ហើយចូលចិត្តអានសភៅអញ្ចឹងក៏ធ្វើវីដេអូចែកម្លែករឿងសភៅហ្នឹងអត់មានលក់សភៅទេជួបគ្នាវីដេអូក្រោយ